បញ្ហាតាក់ទងឱសថកម្រិតនិងរយៈពេលប្រើប្រាស់ត្រឹមត្រូវ dihydroergotamine cycler 5 មីលីក្រាមចំនួន60គ្រាប់កម្រិតប្រើប្រាស់លេខ1ថ្ងៃ2ដងក្នុងពេលពិសាអាហារ1គ្រាប់ពេលព្រឹកនិង1គ្រាប់ពេលល្ងាចរយៈពេលប្រើប្រាស់30ថ្ងៃ Rabeprazole Pariet 20 មីលីក្រាមចំនួន14គ្រាប់កម្រិតប្រើប្រាស់លេប1ថ្ងៃ2ដង1គ្រាប់ពេលព្រឹកនិង1គ្រាប់ពេលល្ងាចរយៈពេលប្រើប្រាស់7ថ្ងៃ Clarithromycin Secla 500 មីលីក្រាមចំនួន14គ្រាប់កម្រិតប្រើប្រាស់លេប1ថ្ងៃ2ដង1គ្រាប់ពេលព្រឹកនិង1គ្រាប់ពេលល្ងាចរយៈពេលប្រើប្រាស់7ថ្ងៃ Metronidazole Flagyl 500 មីលីក្រាមចំនួន14គ្រាប់កម្រិតប្រើប្រាស់លេប1ថ្ងៃ2ដង1គ្រាប់ពេលព្រឹកនិង1គ្រាប់ពេលល្ងាចរយៈពេលប្រើប្រាស់7ថ្ងៃផលរំខានឱសថមាន dihydroergotamine 5 មីលីក្រាមអាចបណ្ដាលឲ្យអ្នកជំងឺចង្អោរក្នុងករណីដែលគាត់ពិសាឱសថនេះមុនពិសាបាយ Rabeprazole 20 មីលីក្រាមធ្វើឲ្យឈឺក្បាលរាគក្អួតឈឺពោះអស់កម្លាំង Clarithromycin ក្អួតចង្អោររាគនិងចុកនៅចុងដង្ហើម Metronidazole 500 មីលីក្រាមធ្វើឲ្យក្អួតចង្អោររាគចុកនៅចុងដង្ហើមវិលមុខអន្តរកម្មឱសថមានក្នុងពេលដែលប្រើប្រាស់ឱសថ dihydroergotamine 5 មីលីក្រាមជាមួយគ្នានឹងឱសថ Clarithromycin 500 មីលីក្រាមនោះវានឹងមានអន្តរកម្មឱសថនិងឱសថបញ្ហាដែលរកឃើញខាងលើក្នុងពេលដែលប្រើប្រាស់ឱសថ dihydroergotamine ជាមួយគ្នានឹងឱសថ Clarithromycin នោះវានឹងមានអន្តរកម្មឱសថនិងឱសថដោយ Clarithromycin បង្កឲ្យមានការកើនឡើងនៅកំហាប់របស់ dihydroergotamine ក្នុងឈាមហើយការនេះបណ្ដាលឲ្យអ្នកជំងឺប្រឈមខ្លាំងទៅនឹងការបង្កើនការរួមសរសៃឈាម vasoconstriction ផលវិបាកចំពោះអ្នកជំងឺតាក់ទងនឹងបញ្ហាខាងលើការប្រើប្រាស់ឱសថ Clarithromycin ក្នុងពេលជាមួយគ្នានឹងការប្រើប្រាស់ dihydroergotamine បង្កឲ្យគាត់មានអាការៈមិនស្រួលខ្លួនដោយមានសញ្ញា hypertension arterial ជាពិសេសការចុកទ្រូងជាញឹកញាប់ដែលជាផលវិបាកនៃ vasoconstriction coronaire អនុសាសន៍តាក់ទងនឹងបញ្ហាខាងលើមានលទ្ធភាពពីរយ៉ាងក្នុងការដោះស្រាយបញ្ហារបស់អ្នកជំងឺ1ជំនួសឱសថ Clarithromycin 500 មីលីក្រាមដោយឱសថ Amoxicillin 1ក្រាមវិញប្រើក្នុងរយៈពេល7ថ្ងៃពិសា2ដងក្នុងមួយថ្ងៃ1គ្រាប់ពេលព្រឹកនិង1គ្រាប់ពេលល្ងាចប្រសិនបើលោកវិចិត្រមិនមាន allergy ទៅនឹង Amoxicillin 2ប្រសិនបើអ្នកជំងឺមាន allergy ទៅនឹងAmoxicillin នោះសូមឲ្យលោកវិចិត្រផ្អាកការប្រើប្រាស់ dihydroergotamine 5 មីលីក្រាមក្នុងរយៈពេលប្រើប្រាស់ឱសថ Clarithromycin 500 មីលីក្រាមក្នុងការព្យាបាល7ថ្ងៃដំបូងលើជំងឺរលាកបំពង់រំលាយអាហារដំណោះស្រាយខាងលើនេះត្រូវធ្វើឡើងដោយមានការវិភាសានិងយល់ព្រមពីគ្រូពេទ្យព្យាបាលជាមុនសិនកំណត់ចំណាំដោយសារខ្ញុំជាឱសថការីដូចនេះរាល់ការបដូរឱសថឬបង្កើនឬបន្ថយកម្រិតប្រើប្រាស់ឱសថក្នុងវេជ្ជបញ្ជាមិនត្រូវបានអនុញ្ញាតឲ្យធ្វើនោះទេត្រូវតែទូរស័ព្ទទៅវេជ្ជបញ្ជាវេជ្ជបណ្ឌិតព្យាបាលដើម្បីផ្ដល់ព័ត៌មាននិងដោះស្រាយបញ្ហាទាំងនេះ